ស្នាមរបស់ព្រះអង្គម្ចាស់ទី11មិនត្រូវអនុញ្ញាតឲ្យប៉ះទឹកទេហើយការស្លៀកពាក់ត្រូវផ្លាស់ប្ដូររៀងរាល់ម៉ោង2ម្ដងគ្រូពេទ្យជ័យមួយមើលខ្ញុំកត់មិនទាន់ណាគេរបួសឯណាជឿជាវនៅឯណាបិតាបុត្រនៅទីនេះឪថោកមកដល់ល្មមបងទី10បានលបងដំរីឲ្យចូលត្រង់ចំណែកបងទី11ក៏ត្រូវរបួសដោយសារជួយរីករាយយាតទី11ត្រូវបានដំរីរងរបួសដោយសារតែដើម្បីជួយសង្គ្រោះរាទាយាទទី11ជាក្មេងល្អថ្ងៃក្រោយនឹងត្រូវចូលរួមសិក្សានិងជួយចែករំលែកទុក្ខជាមួយនឹងរាទាយាទតើនេះមានន័យថាទុក្ខរាជកិច្ចជូនបងទី11ជួយធ្វើមែនទេបិតាអ្នកជួយសង្គ្រោះរាទាយាទពិតប្រាកដជាម្ចាស់ប្អូនទី10នោះទេបើសិនជាម្ចាស់ប្អូនទី10មិនបានបង្វែរដំរីទេនោះបូតខ្លាចក្រែងតែត្រូវស្លាប់ទាំងពីរហ្នឹងទី19មិនខ្លាចគ្រោះថ្នាក់ក្លាហាននិងជាធនធានថ្ងៃមុខក៏ត្រូវសិក្សាជាមួយរាទាយាទសម្រាប់ទុក្ខរាជកិច្ចដូចគ្នាព្រះគុណណាស់ព្រះបិតាបុត្រនឹងមិនធ្វើឲ្យទ្រង់អស់សង្ឃឹមនោះទេជុំឪថោនឹងភ្លេចម្នាក់មួយនិយាយកុហកនោះឲ្យដឹងជាធ្វើឲ្យគេរបៀបមិនទេនេះក្នុងចិត្តជឿជាយល់ងងដល់ម្លឹងផងឯងរឿងខ្ញុំប្រថុយជីវិតដើម្បីជួយសង្គ្រោះរាទាយាទច្បាស់ជាទទួលបានការពេញចិត្តវិញក្នុងពេលឆាប់នេះមិនខានចុងក្រោយក៏អាចកាត់ឲ្យលឹកកន្ទឿននោះបានក្នុងពេលដ៏ខ្លីដោយសារតែខ្ញុំបានជួយទ្រង់ច្បាស់ជាចង់ភ្ជាប់ពាក្យនឹងខ្ញុំមិនខានហើយទ្រង់ច្បាស់ជាស្រឡាញ់ខ្ញុំងើបក្បាលមិនរួចនោះទេព្រះយេទសាព្រះនាងអានយ៉ាងបានធ្វើពុតជាជួយដល់រាទាយាទបានបោកបញ្ឆោតព្រះចាអធិរាជមានទោសគួរតែត្រូវគេប្រហារជីវិតតែទ្រង់បាននៅជាមួយអធិរាជអស់ជាច្រើនឆ្នាំហើយនៅជាមួយទ្រង់អស់រយៈពេលជាយូរព្រះនាងអាចគេចផុតពីទោសប្រហារជីវិតប៉ុន្តែមិនអាចគេចផុតពីទោសកំហុសបានឡើយដកដំណែព្រះនាងអានយ៉ាងនឹងដកហូតព្រះជាក្រទាបពិសេសបណ្ដេញចេញពីវាងថាម៉េចលើកនេះពិតជាត្រូវអរគុណដល់ម្ចាស់ប្អូនទាំង3របស់យើងណាស់ជាវកាយសំណើរបស់កើមកលីមកកើថើមកខ្សើតមកចូលឲ្យថើបហើយថើបរហូតឡើងពណ៌គេយាអស់ហើយអ៊ុយនេះជាម្ចាស់ប្អូនទី18មែនទេពិតជាគួរឲ្យស្រឡាញ់ពិតមែនម្ចាស់បងរាទាយាទមកដល់អ៊ុយឡើងសង្ហាចែងចាំងហ្មងនេះសំឡេងស្អីមកពីណាហ្នឹងម្ចាស់បងរាទាយាទកាត់អីហ្នឹងច្បាស់ជាសំឡេងរបស់ម្ចាស់ប្អូនទី18ហើយត្រូវតែស្ងប់ស្ងាត់សម្រួលអារម្មណ៍បងប្រុសទី18ឲ្យម្ចាស់បងអោបផងបានដែរទេតែពេលនេះបងកំពុងរងរបួសហើយជាមិនមែនប្អូនប្រុសទេគឺប្អូនស្រីនេះជាកំហុសបីណាទាំងអស់ដែលបង្ខំឲ្យឯងពាក់ជាមនុស្សស្រីទើបធ្វើឲ្យឯងបែងចែកលេខតាថាជាស្រីឬជាប្រុសបងប្រុសទី18ត្រូវចាំណាថាទ្រង់ជាប្រុសពេញលក្ខណៈដើមទ្រង់5ហាត់ម្ចាស់ប្អូនទាំងពីរព្រះអង្គនៅថ្ងៃនោះទ្រង់បានប្រថុយជីវិតដើម្បីការពារយើងក្នុងនាមយើងជាបងប្អូនយើងសូមស្បត់នៅទីនេះនៅថ្ងៃអនាគតយើងត្រូវការពារគ្នាដោយជីវិតបើយើងបំពេញពាក្យសម្បត្តិនេះយើងនឹងត្រូវរន្ទះបាញ់ពីមេឃដីម្ចាស់បងរាទាយាទពិតជាសុភាពបុរសមែនគួរឲ្យអាណិតណាស់ដែលត្រូវហ្វឹងឆាយវីប្រើប្រាស់នៅក្នុងសៀវភៅអេដមានបញ្ជាក់ហ្វឹងឆាយវីជាឈ្មោះមីយាយពេជ្រឈូកសនិងចំណែកឈ្មោះអានយ៉ាងគ្រាន់តែជាឋានៈតែប៉ុណ្ណោះខ្ញុំមិនដែលដឹងទេក្នុងមួយជីវិតរបស់អ្នកនាងយូបានស្លាប់ដើម្បីស្នេហាដ៏សោកសៅនិងសោកនាដកម្មមួយនេះម្ចាស់បងរាទាយាទស្រឡាញ់គ្នាជាមួយនឹងអ្នកនាងយូច្បាស់ជាល្អណាស់អ៊ុយកំសត់